Thì xưa phong maiបងប្អូនសូមស្វាគមន៍ជាថ្មីមកកាន់ Channel សុជាសេរីថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដើម្បីចែករំលែកទៅកាន់បងប្អូនអរគ្នាអំពីការថែរក្សាសុវត្ថិភាពទៅលើ Telegram ដោយដែលបងប្អូនបានដឹងស្រាប់ហើយថាបច្ចេកវិទ្យាបច្ចុប្បន្ននេះគឺបានកំពុងតែរីកចម្រើនបាទប៉ុន្តែបញ្ហាជាច្រើនដែលកើតមានទៅលើបញ្ហា scam បាទឬក៏បញ្ហាចូល hack របស់ hacker កាន់តែរីកចម្រើនហើយការ hack ទាំងអស់នោះគឺមានសកម្មភាពប្លែកៗខុសៗគ្នានៅក្នុងការផ្ញើការចូលឆែកព័ត៌មានរបស់យើងបញ្ហា Telegram គឺមានច្រើនទាក់ទងនឹងការផ្ញើ link ការផ្ញើជា file បាទដែលយើងមិនបានត្រួតពិនិត្យមុននឹងការចុចទៅមើលសញ្ញាដែលយើងគួរតែស្វែងយល់មុននឹងចុចឬក៏ប្រើប្រាស់ទៅលើ link ណាមួយសូមបងប្អូនបាទទៀងទាត់ឬក៏ត្រួតពិនិត្យឲ្យបានច្បាស់មុននឹងយើងចុចទៅប្រើប្រាស់ទៅលើ Telegram ហ្នឹងបាទដែលចំណុចទី1ដែលយើងគួរតែគាត់សម្គាល់មានគេចូលប្រើប្រាស់ទាំងដែលយើងមិនបានស្គាល់បាទមិនដឹងថាទីតាំងនៅណាទឹកកន្លែងណាមួយបាទគេចូលមកប្រើប្រាស់នៅក្នុងគណនីរបស់យើងអានេះគឺជាបញ្ហាមួយដែលយើងនឹងជួបហើយចំណុចទី2គឺទទួលបានសារជូនដំណឹងដូចជាសារអាប់ដេតឬក៏កែប្រែព័ត៌មានឬក៏កែប្រែទៅនឹងលេខកូដសម្ងាត់បាទទាំងតែយើងមិនបានប្រើប្រាស់បាទសុកបាទការជូនដំណឹងហ្នឹងអញ្ចឹងបច្ចេកវិទ្យាថ្មីនេះគឺមានការកើតឡើងបាទដោយសារអីពួក hacker វាបានដឹងពីព័ត៌មានដែលយើងប្រើប្រាស់បាទទាក់ទងនឹងតម្រូវការឬក៏យើងចង់ធ្វើអ្វីមួយបាទឬក៏វិស័យការងារណាមួយដែលវាបានដឹងបាទអញ្ចឹងបន្ទាប់មកវានឹងធ្វើការខ្លែងបន្លំព័ត៌មានទៅលើការងារឬគ្រប់ការងារដែលយើងបានប្រើប្រាស់ហ្នឹងបើសិនជាបងប្អូនមិនប្រុងប្រយ័ត្នទេបានពួកហ្នឹងវានឹងចូលទៅ hack នៅក្នុងប្រព័ន្ធបាទតទៅនឹង group បាទនៅពេលដែលបងប្អូនចុចចូលនៅក្នុង Telegram ណាមួយបាទគឺការផ្ញើសារទៅលើ group ការងារគឺផ្ញើទៅទាំងអស់បាទប្រលព័ត៌មានដែលយើងធ្លាប់ទំនាក់ទំនងពីមុនមកឬក៏យូរឆ្នាំមកហើយគឺចូលទៅទាំងអស់បាទនេះដោយសារអីដោយសារយើងអត់បានត្រួតពិនិត្យទៅលើការប្រើប្រាស់នេះផងដែរហើយចំណុចទី3គឺយើងគឺការផ្ញើសារទៅអ្នកដទៃដូចជាការស្នើសុំឲ្យជួយធ្វើអ្វីមួយឬក៏ជាពិសេសគឺជាការខ្ចីលុយទាំងដែលយើងមិនដែលបានខ្ចីបាទមិនសម័យគ្រូអត់ដឹងទេបាទយើងមានផ្ញើឆាតផ្ញើអីទៅខ្ចីលុយអ្នកដែលយើងស្គាល់តាមរយៈ Telegram ហើយចំណុចទី4គឺយើងមិនអាចចូលប្រើប្រាស់គណនីខ្លួនឯងបានតែម្ដងនេះដោយសារអីដោយសារមានបញ្ហា scam បាទចូល hack ប្រើប្រាស់នៅក្នុងគណនីរបស់យើងអញ្ចឹងបើសិនជាបងប្អូនជួបនៅបញ្ហានេះបងប្អូនគួរតែមានការបម្រុងប្រយ័ត្នបាទមុននឹងប្រើប្រាស់ឬក៏ចុចទៅលើ link ណាមួយបាទដើម្បីជៀសវាងបញ្ហាទៅដល់ខ្លួនយើងនិងអ្នកដទៃបាទចំណុចទី1ដែលបងប្អូនគួរតែការពារទៅលើគណនីដែលយើងប្រើប្រាស់នៅក្នុង Telegram នោះគឺទី1បងប្អូនត្រូវចូលទៅក្នុង setting បាទនៅក្នុង Telegram បន្ទាប់មកទៀតបងប្អូនចុចទៅលើពាក្យ device បើសិនជាបងប្អូនចុចទៅលើ device ហើយបងប្អូនឃើញមានគណនីណាមួយដែលយើងមិនស្គាល់ចូលប្រើប្រាស់គណនីនេះសូមបងប្អូនចុចទៅលើពាក្យ terminate បាទ terminate ទៅលើគណនីហ្នឹងអញ្ចឹងគណនីហ្នឹងនឹងមិនអាចប្រើប្រាស់ទៅលើគណនីយើងបានទេមានន័យថាយើងលុបបាទ account ដែលប្រើប្រាស់គណនីរបស់យើងតែម្ដងបាទចំណុចទី2បងប្អូនគួរចូលទៅក្នុងsetting ដូចគ្នាដែរហើយបងប្អូនចូលទៅបើកនៅក្នុង step verification បាទ step verification នេះគឺជាការចាក់សោ2តង់បាទហ្នឹងគឺជាសុវត្ថិភាពមួយដែរយើងដើម្បីបន្ថែមទៅលើសុវត្ថិភាពដែលយើងមានហើយបាទនៅពេលមាននរណាម្នាក់ឬក៏គណនីណាមួយដែលចូលមក hack ទៅលើTelegram របស់យើងគឺគេមិនអាចចូលគណនីយើងបានតែម្ដងទេព្រោះយើងបានដាក់two verification រួចហើយអញ្ចឹងការចែករំលែកព័ត៌មានឬក៏ផ្ញើសារទៅណាក៏អាចហើយជាចំណុចចុងក្រោយបាទបងប្អូនគួរតែរក្សាការសម្ងាត់បាទព័ត៌មានផ្ទាល់ខ្លួននៅក្នុងគណនីរបស់យើងជាពិសេសលេខទូរស័ព្ទ
ដែលយើងមាននៅក្នុង Telegram បងប្អូនគួរតែចុចបិទត្រង់លេខទូរស័ព្ទបងប្អូនចុចទៅលើចំណុច nobody មកគឺគ្មាននរណាម្នាក់អាចចូលមើលបានដល់ពេលដែលបងប្អូនឬក៏នរណាម្នាក់ចូលទៅក្នុង Telegram យើងគេមិនអាចមើលទៅលើលេខទូរស័ព្ទរបស់យើងបានទេព្រោះអីព្រោះយើងបានបិទលេខទូរស័ព្ទមិនឲ្យអ្នកណាឃើញបាទសង្ឃឹមថាបងប្អូននឹងអាចអនុវត្តបានដើម្បីរក្សាសុវត្ថិភាពទៅលើ Telegram ព្រោះបច្ចេកវិទ្យាកាន់តែជឿនលឿនអញ្ចឹងការចូល hack ប្រព័ន្ធបច្ចេកវិទ្យានេះគឺក៏កាន់តែរីកចម្រើនដែរអញ្ចឹងមានតែវិធីការពារនិងទប់ស្កាត់ទុកជាមុនទេទើបមានសុវត្ថិភាពសម្រាប់បងប្អូនបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទសង្ឃឹមថាបងប្អូននឹងយល់បាទកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណសូមជម្រាបលា